សម្ដេចលោកជំទាវលោកអញ្ញាអាយដាមអស់លោកស្រីប្រិយមិត្តជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពបាទថ្ងៃនេះកម្មវិធីសន្ទនាថ្ងៃពុធរបស់អគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័នខ្ញុំបាទម្នាក់ឯងដោយលោកសយសុភាពជាប់ពេញបេសកកម្មយកព័ត៌មាននៅបន្ទាត់ព្រំដែនខ្មែរសៀមនៅឯប្រាសាទតាមាន់រយៈពេលប្រហែលថ្ងៃហើយដែលលោកបានធ្វើដំណើរទៅទីនោះហើយវិលត្រឡប់មកវិញមិនអាចបោះបង់ចោលសមរភូមិបានដោយនៅដើម្បីផ្តិតនៅព័ត៌មានថ្មីដើម្បីរាយការណ៍ជូនដល់ជនរួមជាតិហើយនៅថ្ងៃនេះគឺដោយសារតែយើងមានប្រព័ន្ធទំនាក់ទំនងគឺទូរស័ព្ទនេះគឺមិនឃ្លាតឆ្ងាយទេសំឡេងលោកសយសុភាពនឹងបន្លឺពីប្រាសាទតាមាន់មកតាមរយៈខ្ញុំបាទភ្ជាប់បណ្ដាញទូរស័ព្ទនេះផ្ទាល់ដើម្បីជជែកនិងធ្វើអត្ថាធិប្បាយកិច្ចការងារដែលកើតឡើងនេះបាទហើយសូមជម្រាបថាសង្គ្រាមរវាងដែលផ្ទុះឡើងដោយសារតែភាគីសៀមបានបង្កនេះចាប់តាំងពីព្រលឹមព្រឹកថ្ងៃទី22ខែកុម្ភៈសំទោសខែមេសាឆ្នាំ2011មកម្លេះដោយសៀមនេះបានបើកការវាយប្រហារមុនមកលើកម្ពុជារបស់យើងហើយជាការឆ្លើយតបគឺកម្ពុជាមានសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួនក្នុងស្វ័យការពារនៅការរំលោភឈ្លានពានពីភាគីសៀមឥឡូវនេះខ្ញុំមិនរំអងយូរទេដើម្បីនឹងជួបភ្ជាប់បណ្ដាញទូរស័ព្ទនេះជាមួយនឹងលោកសយសុភាពអាឡូលោកសុភាពបាទសូមជម្រាបសួរលោកជុំកសលបាទហើយយ៉ាងម៉េចដែរប្រហែលថ្ងៃនេះសុខសប្បាយទេហ៎បាទអត់អីទេសុខសប្បាយជាធម្មតាទេអាចទទួលទានហើយក៏បានដែរជាមួយនឹងប្រជាប្រដ្ឋយើងនៅក្បែរតំបន់ប្រាសាទតាមាន់ក៏ដូចជាបងកងទ័ពនៅក្នុងតំបន់នោះដែរបាទអរគុណលោកសុភាពបានខ្ញុំបានធ្វើសេចក្តីផ្ដើមបាញ់មិញហើយណាអញ្ចឹងដើម្បីកុំឲ្យខាតពេលដំបូងនេះខ្ញុំចង់ដឹងអំពីស្ថានភាពជាក់ស្ដែងនៅព្រំដែននៅតាមាន់និងតាកបីនេះយ៉ាងម៉េចដែរបច្ចុប្បន្នស្ថានភាពយ៉ាងម៉េចដែរបាទសូមជឿសូមអរគុណលោកជុំកសលក៏ដូចជាសូមជម្រាបសួរជនរួមជាតិទាំងអស់ដែលកំពុងទស្សនាតាមកញ្ចក់ទូរទស្សន៍បាយ័ននារាត្រីនេះហើយពេលនេះខ្ញុំកំពុងតែធ្វើសេចក្តីរាយការណ៍ពីតំបន់ដែលលោកជុំកសលបានបញ្ជាក់ជូនជនរួមជាតិអំបញ្ញមិញអាចបញ្ជាក់ច្បាស់ថាតំបន់ទាំងអស់នោះគឺគ្មានការប្រែប្រួលបន្តិចសោះឡើយសូម្បីតែ1មីលីម៉ែត្រសូម្បីតែកន្លះមីលីម៉ែត្រក៏អត់មានការប្រែប្រួលដែរខណៈពេលដែលប្រទេសសៀមបានធ្វើសង្គ្រាមទាំងកងទ័ពទាំងធ្វើសង្គ្រាមទាំងចិត្តសាស្ត្រនិងមហាជនការទូតដែលថាខ្មែរបាញ់ខ្លោងទៅលើគេមុនខ្មែររលចូលទៅលើគេមុនហើយគេថែមទាំងថាយើងឈ្លានពានគេរហូតដល់តែប្រាសាទទាំងអស់ត្រូវបានគេកាន់កាប់នេះគឺជាពាក្យឃោសនាអកុសលអកតេទាំងអស់របស់ប្រព័ន្ធឃោសនានៅក្នុងប្រទេសថៃតាមរយៈនៃសម្លេងរបស់ខ្ញុំដែលផ្សាយចេញពីតំបន់ខ្ញុំមិនបញ្ជាក់ទីតាំងពិតប្រាកដទៅតាមទូរស័ព្ទគ្រាន់តែខ្ញុំបញ្ជាក់ថាអ្វីដែលខ្ញុំកំពុងឈរតែនិយាយនេះគឺនៅមិនឆ្ងាយពីព្រំដែនហើយមិនឆ្ងាយពីបងដែលកំពុងឈរជើងយើងទាំងអស់គ្នាអ្នកសារព័ត៌មានក៏ដូចជាប្រជាពលរដ្ឋនៅទីនេះសូមធ្វើជាសាក្សីឲ្យហ៊ានទទួលខុសត្រូវមុខប្រវត្តិសាស្ត្រជាមួយនឹងកងទ័ពទាំងអស់ថាគ្មានចំណែកនៃកន្លះមីលីម៉ែត្រណាមួយនៃអធិបតេយ្យរបស់យើងត្រូវបានពួកអាខ្មាំងខ្ញុំហៅថាពួកអាខ្មាំងទ័ពសៀមនេះនិងពួករដ្ឋាភិបាលសៀមបានកាន់កាប់ទេសង្គ្រាមរយៈពេលមកដល់ទីនេះគឺ4ទៅ5ថ្ងៃហើយចាប់ដើមតាំងពីថ្ងៃទី22វេលាម៉ោង 6:15 នាទីរហូតមកដល់ពេលនេះបើនិយាយអំពីកម្រិតនៃការបាញ់បុកប្រើប្រាស់កំភ្លើងប្រទេសសៀមខ្មាំងសៀមបានប្រើប្រាស់កំភ្លើងគ្រប់គ្រងស្ទើរតែគ្រប់ធនទៅហើយនៅសល់តែយន្តហោះទេដែលវាមិនទាន់បានប្រើក្រៅតែពីការហោះឆ្លូបយកការនិងហោះឆ្លូបចូលដែនអធិបតេយ្យរបស់កម្ពុជាតែប៉ុណ្ណោះការបាញ់ប្រកបកំភ្លើងនេះត្រូវបានមន្ត្រីយោធាក៏ដូចជាអ្នកនាំពាក្យក្រសួងការពារជាតិបានធ្វើសេចក្តីប្រកាសព័ត៌មានក៏ដូចជាអះអាងជាបន្តបន្ទាប់ជាសៀមបានប្រើប្រាស់ប្រភេទកំភ្លើងធុនធ្ងន់ដូចជា155មីលីម៉ែត្រ105មីលីម៉ែត្រ130 120 60 DK82 DK75 ជាដើមព្រមទាំងគ្រាប់កំភ្លើងផ្សេងៗទៀតមកលើប្រទេសកម្ពុជាក្នុងរយៈពេល4ថ្ងៃ7ម៉ោងដែលខ្ញុំនិងលោកជុំកសលដែលកំពុងសន្ទនានេះរាប់ពាន់គ្រាប់ទៅហើយដែលបានបាញ់ស្រោចស្រពមកលើកងយុទ្ធពលខេមរៈភូមិន្ទក៏ដូចជាប្រជាពលរដ្ឋរបស់យើងរហូតដល់មានតែជាង20គីឡូម៉ែត្រនេះបើតាមការអាងរបស់យោធាក៏ដូចជាសេចក្តីជូនព័ត៌មានរបស់ក្រសួងការពារជាតិក៏ប៉ុន្តែនៅក្នុងសង្គ្រាមទាំងអស់នោះយុទ្ធជនរបស់យើងត្រូវបានរាយការណ៍ដោយផ្លូវការពីក្រសួងការពារជាតិ
គឺថាមានកម្រិតគ្រោះថ្នាក់ពលីជីវិតនៅតិចតួចជាទីបំផុតរំទាំងការរងរបួសផងដែរបើប្រៀបធៀបទៅវិញខ្ញុំអាចនិយាយថាសង្គ្រាម4ថ្ងៃនេះมันស្មើនឹងសេចក្ដីពលីជីវិតក៏ដោយរបួសมันស្មើនឹងគ្រោះថ្នាក់ចរាចរណ៍មកលើកនៅឯខេត្តសនុផ្លូវជាតិលេខ4កាលពីមុនចូលឆ្នាំនោះទេបានសេចក្ដីថាយុទ្ធវិធីនៅក្នុងការពារនៅក្នុងការលាក់ខ្លួនគឺថាយុទ្ធពលខេមរៈភូមិន្ទរបស់យើងមានចំណុចខ្ពស់នៅក្នុងបញ្ហានេះប៉ុន្តែអ្វីដែលសំខាន់នោះទីមបានខ្ពស់គេថាធ្វើសង្គ្រាមបានហួសពីព្រំដែនរបស់ខ្លួនមានន័យថាមិនត្រឹមតែក្របខ័ណ្ឌនៃការទម្លាក់បាញ់ផ្លូវមកលើជួរកងទ័ពទេក៏ប៉ុន្តែគេបានបាញ់ផ្លូវមកលើផ្ទះប្រជាពលរដ្ឋរបស់យើងនៅឃុំគុកមនស្រុកប្រទីអំពើជាដើមដែលធ្វើឲ្យពលរដ្ឋរបស់យើងចាក់ចេញពីតំបន់សង្គ្រាមហើយនិងតំបន់មួយចំនួនទៀតឆ្ពោះទៅកាន់សម្រោងចុងកាល់តែទូរលេខមូលគឺជាង 6,000 គ្រួសារប្រហាក់ប្រហែលជា 24,000 នាក់អញ្ចឹងការប្រើប្រាស់គ្រាប់រាប់ពាន់គ្រាប់មកលើនេះផែនការរបស់គេទោះយ៉ាងណាក៏ដោយមិនអាចបានជោគជ័យប៉ុន្តែសួរថាតើប្រតិកងទ័ពរបស់យើងបានប្រើប្រាស់វិញទេដោយមានការបិទបញ្ជីឲ្យដឹកនាំផ្ទាល់ពីសម្ដេចតេជោតាមរយៈ conference តាមរយៈនៃបញ្ជីផងគឺសម្ដេចឲ្យមានការអត់ធ្មត់ជាទីបំផុតមិនមានការប្រើប្រាស់កំភ្លើងធនធ្ងន់ត្រឡប់ទៅវិញទេពីព្រោះយើងមិនមែនជាអ្នកបង្កើតសង្គ្រាមបង្កសង្គ្រាមប៉ុន្តែយើងគ្រាន់តែជាអ្នកទប់ទល់ទៅនឹងការឈ្លានពានពីខ្មាំងទៀមពួកតបទៀមដែលប៉ុនប៉ងចង់កាន់កាប់តំបន់ប្រាសាទសម័នប្រាសាទតាកបីជប់កគីថ្មដូនជាដើមដែលគេបានអះអាងថាតំបន់នេះត្រូវតែបញ្ញាចិត្តស្វ័យឲ្យបានអញ្ចឹងយើងប្រើប្រាស់កំភ្លើងធនតូចបំផុតអាចនិយាយត្រឹមតែដេកា75ដេកា82 100លីតែប៉ុណ្ណោះដើម្បីប្រើប្រាស់សិទ្ធិការពារខ្លួនក៏ប៉ុន្តែប្រសិទ្ធភាពនៅក្នុងការបាញ់ចំទៅលើទីតាំងរបស់សត្រូវយ៉ាងណានោះគឺថាប្រព័ន្ធខាងថៃគឺបានដឹងហើយខ្លួនឯងយ៉ាងច្បាស់យើងមិននិយាយអំពីគួតនិយាយអំពីមោទនភាពទេក៏ប៉ុន្តែយើងចង់និយាយថាប្រទេសថៃជាប្រទេសអ្នកមានទាំងខ្លាំងទាំងនយោបាយខ្លាំងទាំងការទូតខ្លាំងទាំងកងទ័ពប្រជាជនក៏ច្រើនមានប៉ុន្តែគេមិនអាចសម្រេចនៅមហិច្ឆតាដ៏ខ្មៅងឹតរបស់គេបានគ្រូខ្ញុំផ្ទាល់បានសាកល្បងហៅសង្គ្រាមនេះថាជាសង្គ្រាមក្របីញីចាស់ចង់ឈ្មោះតែប៉ុណ្ណោះផែនការរបស់គេបានដាក់ចេញយើងបានដឹងហើយថានៅក្នុងប្រទេសថៃគឺអ្នកណាជាអ្នកបញ្ជាកងទ័ពគឺគេបានដាក់បញ្ជាធ្វើយ៉ាងណាដើម្បីកាន់កាប់តំបន់ទាំងអស់នេះរហូតដល់គេវាយខាងទ័ពបដាគេប្រើប្រាស់សង្គ្រាមចិត្តសាស្ត្របដាដូចជាកាសែត The Nation កាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយសុទ្ធតែតំបន់ទាំងអស់នោះត្រូវបានកាន់កាប់ដោយប្រទេសថៃដោយទ័ពថៃក៏ប៉ុន្តែខាងកងទ័ពក៏បានធ្វើការបដិសេធលោកផៃសិដ្ឋានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីក៏បានចេញសេចក្តីប្រកាសប្រតិកម្មបដិសេធទៅវិញរួមទាំងកងទ័ពទៅជួរមុខអាចនិយាយថាយើងខ្ញុំដែលជាអ្នកព័ត៌មាននៅទីនេះក៏ធ្វើជាសាក្សីថាតំបន់ទាំងអស់នោះគឺគ្មានការប្រែប្រួលទេប្រាសាទតាកបីនៅតែជារបស់ខ្មែរទ័ពខ្មែរឈរជើងសូម្បីតែប្រព័ន្ធឃោសនារបស់ប្រទេសថៃខ្លួនឯងក៏បានផ្សាយអំពីកងទ័ពរបស់ខ្មែរកំពុងតែឈរជើងនៅក្នុងតំបន់ទាំងអស់នោះផងដែរនេះគឺជាសាក្សីមួយហើយខ្ញុំសូមអំពាវនាវដល់ជនរួមជាតិនៅក្នុងចំណុចនេះសូមឲ្យមានជំនឿទៅលើរដ្ឋាភិបាលរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលនៃកម្ពុជារបស់យើងសូមឲ្យមានជំនឿទៅដល់កងយុទ្ធពលខេមរៈភូមិន្ទរបស់យើងដែលយើងខ្ញុំអាចធ្វើជាសាក្សីជាពុតតាមមួយថាឃើញផ្ទាល់នឹងផ្នែកស្ដាប់លីនឹងតិចនៅក្របខ្លោងរបស់ខ្មាំងទៀមដែលបានធ្លាក់មកក្នុងអធិបតេយ្យរបស់យើងធ្លាក់មកលើភូមិឋានរបស់យើងនេះគឺថាលោកមានស្មារតីខ្ពស់ណាស់គេប្រើប្រាស់ចិត្តសាស្ត្រគ្រប់បែបយ៉ាងវាយប្របាក់យើងគ្រប់កលល្បិចដែលខ្ញុំព្យាយាមហាត់ស្វែងយល់ពីកងទ័ពរបស់យើងមកប៉ុន្តែយើងមានយុទ្ធវិធីគ្រប់គ្រាន់នៅក្នុងកន្លែងនេះខ្ញុំសូមបើកវងកញ្ចក់ពេលដែលវាយបដាប្រជាពលរដ្ឋយើងនៅក្នុងទីក្រុងភ្នំពេញក៏ដូចជាបណ្ដាខេត្តមួយចំនួនលោកចេះតែលើព័ត៌មានថាហោះសៀមគេទម្លាក់គ្រាប់បែកប្រើស្វាយន្តហោះទម្លាក់គ្រាប់បែកឬមួយក៏គេប្រើអីផ្សេងៗទៀតឬមួយគេថាអត់ទ័ពសៀមបានចាំកាប់គឺថាមកដល់ម៉ោងនេះពេលនេះហើយនឹងទៅអនាគតគឺគ្មានទេសូមឲ្យមានជំនឿជឿជាក់នៅក្នុងចំណុចនេះពីព្រោះហេតុអីបានជាខ្ញុំហ៊ានថាអង្គការដូចនេះម៉ោងនេះប្រទេសយើងមានកងទ័ពតែមួយមានរដ្ឋាភិបាលតែមួយដែលមានការឯកភាពជាតិទាំងស្រុងហើយងាកមកវិញគឺថាខ្ញុំសូមភ្ជាប់ឲ្យទៅគឺបញ្ហាជនភៀសសាច់សម្ដេចតេជោហ៊ុនសែនក្នុងនាមជានាយករដ្ឋមន្ត្រីក៏ដូចជាលោកជំទាវរដ្ឋកសិបណ្ឌិតប្រធានកាកបាទខំលោកបានចាត់បញ្ជូនប្រេសិតពិសេសក្នុងនាមលោកជំទាវក្នុងនាមស្ដេចនាយកគឺលោកទេសរដ្ឋមន្ត្រីញឹមបណ្ដាដែលទទួលខុសត្រូវផ្នែកខាងមើលជនភៀស
ទាំងអស់ហ្នឹងមកភាសាទាំងអស់ហ្នឹងមកកាន់តំបន់សម្រោងដើម្បីធ្វើការជាមួយនឹងអាជ្ញាធរខេត្តជាមួយនឹងស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំឲ្យជួយបងប្អូនទាំងអស់នោះឲ្យតែហៅថាឲ្យបានទទួលនៅការភាពកក់ក្ដៅស្រកពេលដែលគេហៅថាក្នុងនាមជាជនជាតិសិទ្ធិមានន័យថាការរៀបចំកន្លែងសុវត្ថិភាពការរៀបចំដាំស្លការរៀបចំចែកអំណោយគ្រប់បែបយ៉ាងដែលទោះបីថាវាមិនបានល្អដោយពួកគាត់នៅផ្ទះក៏ដោយក៏ប៉ុន្តែសម្រាប់ក្នុងកម្រិតនៃការរៀបចំជនជាតិសិទ្ធិគឺថាមានភាពយើងគួរឲ្យកត់សម្គាល់គួរឲ្យធ្វើជាបទពិសោធន៍មួយដែលថាអាចគ្រប់គ្រងបានទាំងអស់ទាំងសមរភូមិយោធាទាំងសមរភូមិជនជាតិសិទ្ធិគឺថាគ្រប់គ្រងបានទាំងអស់ដែលទូរលេខមូល 6000 គ្រួសារនិងជាង 24000 នាក់ដូច្នេះយើងអាចនិយាយបានថាយើងគ្រប់គ្រងបានទាំងស្រុងហើយកម្រិតយើងប្រទេសយើងក្រីក្រប៉ុណ្ណឹងហើយគេបាញ់មកលើយើងទាំងយប់ទាំងថ្ងៃនៅពេលយប់លោកកសលគឺថាវាបាញ់អាភ្លើងឲ្យភ្លឺឡើងលើហើយដើម្បីមើលឲ្យឃើញមូលដ្ឋានហើយគ្រាប់គេឆ្លងចូលគេប្រាប់អស់ហើយយុទ្ធវិធីគឺថាខ្មែរទប់ទល់បានទាំងអស់ការដែលទប់ទល់វិញក្នុងសិទ្ធិការពារខ្លួនប៉ុណ្ណឹងមានន័យថាខ្មែរចុះញោមឬក៏ខ្មែរខ្លាចការដែលមិនតបតទៅត្រង់ជ័យធំមិនមែនមានន័យថាខ្មែរមិនវាយបកទេគឺខ្មែរចង់បញ្ជាក់ថានេះហើយជាការវាយបកដ៏ខ្លាំងបំផុតដល់ទៅបកទៅលើសត្រូវនោះគឺយើងឈ្នះនៅលើវិស័យការទូតហើយកន្លែងនេះខ្ញុំគិតថាលោកកសលនៅភ្នំពេញលោកអាចដឹងលោកអាចជម្រាបបន្តបានចំណុចនេះដូច្នេះខ្ញុំសូមសង្ខេបដោយខ្លីអំពីតកតងនឹងសមរភូមិព្រោះបងប្អូនចង់ដឹងតើប្រាសាទនឹងយ៉ាងម៉េចខ្ញុំសូមជម្រាបថាមកដល់ម៉ោងនេះអ្វីគ្មានការប្រែប្រួលហើយគ្មានការប្រែប្រួលរហូតតរៀងទៅអរគុណលោកកសលនេះស្ថានភាពយោធាអរគុណលោកសុភាពហើយខ្ញុំចេះតែគិតមើលអញ្ចេះណាលោកសុភាពខ្ញុំគិតថារដ្ឋាភិបាលក្រុងបាងកកបច្ចុប្បន្ននេះដែលដឹកនាំដោយនាយករដ្ឋមន្ត្រីអភិសិទ្ធវារត់អត់ដឹងទិសតំបន់ទេហេតុអីបានជាខ្ញុំនិយាយអញ្ចឹងមកដល់ដំណាក់កាលនេះវាជាដំណាក់កាលមួយដែលសហគមន៍អន្តរជាតិសំបីតែសហរដ្ឋអាមេរិកលោកស្រី Hillary Clinton រដ្ឋមន្ត្រីការបរទេសអាមេរិកក៏លោកបានសម្ដែងការព្រួយបារម្ភព្រោះលោកធ្លាប់មកបំពេញទស្សនកិច្ចនៅកម្ពុជាលោកដឹងអំពីកម្ពុជាច្បាស់ណាស់ណាសហគមន៍អន្តរជាតិក៏អំពាវនាវឲ្យមានបទឈប់បាញ់ហើយអ្វីដែលខ្ញុំមើលឃើញថារដ្ឋាភិបាលនេះកំពុងតែធ្វើខ្លួនឲ្យคล้ายទៅជារដ្ឋាភិបាលនៅក្រៅច្បាប់អន្តរជាតិទី1បញ្ហាដែលក្រមរក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃ14កុម្ភៈឆ្នាំ2011ឲ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ណាហើយអាស៊ានបានប្រជុំសម្រេចចេញសេចក្តីថ្លែងការណ៍រួមនៅថ្ងៃ22ខែកុម្ភៈក៏ផ្ដោតបញ្ហាសំខាន់គឺឲ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ក៏ប៉ុន្តែថៃគេអត់បានស្ដាប់គេមិនទទួលស្គាល់ទូនាទីអាស៊ានសូម្បីតែក្រមរក្សាសន្តិសុខអង្គការសហប្រជាជាតិឥឡូវនេះគេចាប់ផ្ដើមបង្កសង្គ្រាមក្នុងមហិច្ឆតាឈ្លានពានកម្ពុជាគេលែងស្ដាប់អ្វីទាំងអស់អញ្ចឹងជំហានបន្តទៀតនោះតើក្រមរក្សាសន្តិសុខអង្គការសហប្រជាជាតិលោកត្រូវធ្វើម៉េចហើយអ្វីដែលខ្ញុំចាប់អារម្មណ៍លោកសសុភាពបានទៅដល់ទីនោះតែជានឹងមានភ័ស្តុតាងពាក់ព័ន្ធទៅនឹងការប្រើប្រាស់អាវុធខុសច្បាប់អន្តរជាតិបានហាម5មាន3ប្រភេទហើយ3ប្រភេទដែលច្បាប់អន្តរជាតិបានហាម5នេះច្បាប់សង្គ្រាមនោះគឺថៃគេបានប្រើប្រាស់រួចទៅហើយ